Trái và dạy, rốt dính là trời mắt phèo. Sàn tát, rốt dính còn còn thái cày. Sàn tát và dạy, sàn tát và dạy, rốt dính là trời mắt phèo. Sàn tát và dạy, rốt dính là trời mắt phèo. Sàn tát và dạy, rốt dính là trời mắt phèo. Sàn tát và dạy, rốt dính là trời mắt phèo. Sàn tát và dạy, rốt dính là trời mắt phèo. Sàn tát và dạy, rốt dính là trời mắt phèo. Sàn tát và dạy, rốt dính là trời mắt phèo. ឡានបងនេះគាត់មកដាក់ភ្លើង LED ផ្លាកលេខសញ្ញោទ្រង់ខាងហើយនឹងគ្រឿងតុបតែងផ្សេងទៀតទាំងអាយ៉ែខ្មែរ LED នៅក្នុងវីដេអូនឹងទាំងអស់គឺនៅក្នុងហាងលេខមួយទៀងមានលក់ទាំងអស់បងអាចមកមើលដល់ហាងក៏បានឬក៏កំងទិញនៅក្នុង page មួយហ្នឹងក៏បានដែរបងនិយាយពីប្រភេទសញ្ញោ stop ឬក៏ភ្លើង LED អីផ្សេងគឺខាង admin មានច្រើនមុខច្រើនប្រភេទទៅបងអាចមើលនៅក្នុងវីដេអូដែល admin ថតរាល់ដងក៏បានឬក៏បងអាចមើលរូបភាពនៅក្នុង page ហ្នឹងក៏បានឬក៏បងឃើញឡានគេផ្សេងដាក់អីបងចង់ដាក់ដូចគេអីបងអាចថតផ្ញើមកសួរតម្លៃនៅកន្លែង admin បានបន្ទាប់ពីដាក់ហើយ admin ដើរមកជុំកន្លងមកជុំដើម្បីឲ្យបងមើលសូម្បីតាអំពូលម៉ែត្រនៅខាងក្រោមហ្នឹងគឺយើងក៏មានលក់ដូចគ្នាបងសម្រាប់សញ្ញោទ្រង់ចំហៀង stop ក្រោយថៃកោណញាក់ឬក៏អីផ្សេងហ្នឹងគឺយើងមានម៉ូដផ្សេងគ្នាទៀតបងគឺមានច្រើនណាស់បងអាចមកមើលដល់ហាងបានឬក៏មើលវីដេអូខ្លីៗដែល admin ថតរាល់ដងនឹងបានទោះរៀបរាប់ប្រាប់នៅក្នុងវីដេអូហ្នឹងក៏អត់ដែរបងប្រភេទញាក់ប្រភេទភ្លឺធម្មតាគឺមានទាំងអស់បងសូម្បីតាអំពូលក៏មានដែរបងមានញាក់មានធម្មតាមានពណ៌ឲ្យបងជឿរើសអញ្ចឹងបងអាចមកមើលដល់ហាងបានតែសូម្បីតានិយាយពីស្តុបជ្រុងវិញមិនដឹងជាប្រមាណម៉ូទេបងស្តុបជ្រុងជាហៀងខាងហ្នឹងណាអញ្ចឹងបើសិនជាបងចាប់អារម្មណ៍មួយណាបងអាចឆាតសួរបានព្រោះគ្រឿងស្តុបហ្នឹងឲ្យតែប្រាប់តា12វ៉ុលឬក៏24វ៉ុលគឺដាក់បានឯឡានណាក៏បានដែរព្រោះគ្រឿងថែមទេហើយឡានមួយម៉ូដstop គឺគាត់ឆ្លាញ់ខុសគ្នាអញ្ចឹងតើមើលឡានបងមួយនេះគាត់នំមកដាក់យ៉ាន់តាំងមុខតាំងក្រោយសម្រាប់ប្រភេទយ៉ាន់ដែលគាត់ដាក់នេះគឺយ៉ាន់ inox គាត់ដាក់តាំងមុខតាំងក្រោយបងប្រភេទ inox នេះគឺ inox សុទ្ធបងភ្លឺសម្រាប់បងដែលចូលចិត្តគម្របយ៉ាន់ inox គឺគាត់ទិញមួយដឹងមួយហើយឡាននីមួយគឺគាត់លេង stop ខុសគ្នាអញ្ចឹងដូចបងមើលនៅក្នុងវីដេអូមុននឹងអញ្ចឹងឡាន3គ្រឿងប្រភេទ stop ជាហៀងអីគឺខុសគ្នាទាំងអស់ប៉ុន្តែ admin មានលក់ទាំងអស់តលេខមកមើលឡាន2តោនគាត់នេះវិញគាត់មករត់ស៊ីម៉ាំងថ្មីបងតចុងស៊ីម៉ាំងឡានគាត់នេះគ្រាន់តែរត់ផ្សារចុងស៊ីម៉ាំងថ្មីឯងប៉ុន្តែសវកគាត់គឺសវកចាស់ដែរសវករបស់គាត់គឺសវកធម្មតាពីឡានគេមកស្រាប់មិនសវកប្រែនេះណាបងម៉ាំងលឺខ្លាំងលឺតិចគឺវាអាស្រ័យទៅលើសវករបស់វាបងនេះបន្ទាប់ពីតហើយចាំមើលគាត់សាកជាន់បើសិនជាសវកលាន់ពេលបងតចុងស៊ីម៉ាំងទៅក៏វាលឺលាន់ដូចគ្នាតែបើសិនជាសវកនឹងអត់លាន់ទេបងតចុងស៊ីម៉ាំងក៏វាអត់លាន់ដូចគ្នាតែបើបងតចុងស៊ីម៉ាំងស្អាតក៏ជាសោភ័ណភាពរបស់ឡានដែរបើសិនជាមានកន្លែងណាប្អូននិយាយខុសអីបងអាចខមមិនប្រាប់នៅខាងក្រោមបានបងអរគុណច្រើនបងជួបគ្នាវីដេអូក្រោយទៀត